mà nhom chặt đam được không bị sai trade đong tiết nhom năng sắc sắc phai vô từ lời chưa là sa môn ní môn kể tại sao chưa là sa môi ní cứ chỉ chưa là sa môi sầm ráp dương không ca vì phía từ lời tìm sáng hay ngay xưa sầm nhẹ đó đại tơ chặt đam được không bị sai trade ai pra chưa là sa môi ní không ca chui đầu mà được kìa thế nên chúng mình hai chưa là sa môi đại miên chúng ta sai tắc EMA hạ sấp mà rồi đằng pi hay là trong video này cứ nhom play pi rồi đong để nhom thọt thôi bị muốn sai tắc được này bàn tay đặc biệt không ca để nhom mưa làm hồ tìm xa vào nó tại thế này trong năm hai này đó từ lời con mình này theo đặc biệt không ca pra từ lời sai tắc EMA hạ sấp rồi đằng pi rồiต่อទៀតក្នុងការយើងចូលជួយដូរផ្ទាល់តែម្ដងហើយអ្នកទៅចាប់ដើមឬក៏ចង់ចាប់ដើមក្នុង site trade មើលវីដេអូនេះដល់ចាប់អ្នកទាំងអស់គ្នានឹងចេះប្រើប្រាស់ទៅលើយុទ្ធសាស្ត្រមួយនេះក្នុងការជួយដូរផ្ទាល់តែម្ដងមុននឹងចូលវីដេអូរបស់ខ្ញុំប្រសិនបើអ្នកទាំងអស់គ្នាកំពុងស្វែងរកទៅលើក្រុមហ៊ុនជួញដូរដែលមានសមត្ថភាពហើយនឹងទទួលបាន rebate នឹងទទួលបានទៅលើ spread ទាប20ជាងទេ20ទេអ្នកទាំងអស់គ្នានឹងអាច contact មកពួកយើងបានហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទទួលក្នុងក្រុមខ្ញុំ community នឹងព័ត៌មានអ្វីផ្សេងៗដែលខ្ញុំនឹងតម្លាក់ក្នុងក្រុម community មុនគេអ្នកទាំងអស់គ្នាអាចចុច link ខាងលើបានដូចគ្នាអូខេកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាអូខេថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបក្នុងការប្រើប្រាស់ទៅលើយុទ្ធសាស្ត្រមួយដែលមានឈ្មោះថាខ្សែទឹក EMA 50 100និង200ខ្ញុំធ្លាប់ធ្វើវីដេអូពីមុនដែលតាក់ទងនឹងរបៀបក្នុងការប្រើប្រាស់របៀបមើលលំហប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបក្នុងការជួញដូរ entry ផ្ទាល់ដែលខ្ញុំតែងតែជួញដូរដូចគ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបក្នុងការមើលលំហឡើងវិញបន្តិចសិនហើយនឹងរបៀបក្នុងការ entryទាំងអស់គ្នាអូខេតោះយើងមកមើលទាំងអស់គ្នាអញ្ចឹងទីផ្សារជាក់ស្ដែងខ្ញុំបានឃើញថាឥឡូវខ្ញុំនឹងបែកតេស្តជូនអ្នកនរគ្នាយើងឃើញថាខ្សែ market structure វាកំពុងស្ថិតនៅក្នុង bullish market structure អូខេទី1ទី2យើងបានឃើញថានៅក្នុងកន្លែងនេះវាមានទៅលើតំបន់ដ៏សំខាន់មួយគេហៅថាជា demand zone ឬក៏ order block អញ្ចឹងទៅអូខេសម្រាប់ខ្ញុំគឺខ្ញុំប្រើប្រាស់ជាមួយជំនួយទៅលើខ្សែទឹកដូចគ្នាអូខេបន្ទាប់មកយើងបានឃើញថានៅក្នុងនេះគឺខ្សែទឹកកន្លែងនេះគឺវាបានបង្កើតទៅជាខ្សែទឹក30នាទីគឺវាមានទៅលើខ្សែទឹក50នោះនេះថាដឹងណាខ្សែទឹកនេះគេហៅថាខ្សែទឹក50ពណ៌លឿងពណ៌ខៀវគឺខ្សែទឹក100ពណ៌ក្រហមគឺខ្សែទឹក200រាល់ការជួញដូរទាំងអស់បើសិនជាប៉ះខ្សែទឹក100ឬ200គឺកាន់តែខ្លាំងជា50បន្តទៅទៀតអូខេហើយបញ្ជាក់មួយទៀតបើសិនបើទីផ្សារនេះវាធប់មកប៉ះម្ដងហើយវា pull back ឡើងទៅលើវិញអាទីផ្សារនោះគឺវារៀងអត់សូវមានប្រសិទ្ធភាពខ្ពស់ទេប៉ុន្តែបើវាថ្មីផ្ទាល់តែម្ដងហើយយើង confirm ជាមួយនឹង market structure យើង confirm ជាមួយទៅនឹងអ្វីផ្សេងទៀតដូចជា PDRA ផ្សេងទៀតដល់នេះអាចប្រើប្រាស់ជាមួយទៅនឹងគឺកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងនឹងទៀតអ្នកទាំងអស់គ្នាកន្លែងនេះហ៎ឃើញអត់នោះនេះចូលមើល5 10នាទីវាមានខ្សែទឹក100អញ្ចឹងដល់ពេលយើងចូលមើល30នាទីវាមានខ្សែទឹកមែន100នេះដូចគ្នាអូខេគឺមាន100ដែរអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នារបៀបក្នុងការ trade ជួញដូរដោយរបៀបក្នុងការលំហូរទីផ្សារខ្ញុំនឹងធ្វើវីដេអូមួយទៀតជូនអ្នកនរគ្នារបៀបក្នុងការពេលដែលទីផ្សារបំបែកនៃខ្សែទឹកនេះយើងជួញដូរដល់របៀបណាអញ្ចឹងអ្នកនរគ្នាកុំភ្លេច comment ខាងក្រោមអញ្ចឹងតើយើងមកមើល entry របៀបក្នុងការលំហូរទីផ្សារអ្នកនរគ្នាតទៀតអូខេអញ្ចឹងពេលទីផ្សារវាប៉ះមកតំបន់នេះអ្នកនរគ្នាអាចចូលជួញដូរសម្រាប់ខ្ញុំគឺខ្ញុំ take អញ្ចឹងហ្មង long position អូខេ long position ខ្ញុំអាចដាក់ SL ខ្ញុំត្រឹម10លេខខាងក្រោមនេះអញ្ចឹងទៅអូខេឬក៏8លេខទៅតាមអ្នកគ្នាអញ្ចឹងទៅអូខេអានេះគឺជារបៀបក្នុងការខ្ញុំប្រើប្រាស់ទៅលើ entry time frame ធំខ្ញុំក៏មាន strategy ផ្សេងតទៀតរបៀបក្នុងការ entry small time frame និងរបៀបផ្សេងទៀតជូនអ្នកគ្នាដោយប្រើប្រាស់ទៅលើខ្សែទឹក EMA ដូចគ្នាអូខេអញ្ចឹងតោះឥឡូវមកមើលទាំងអស់គ្នាដោយសារកន្លែងនេះវាមាន confluence គ្នាមែនតើ30នាទីក៏មាន5 10នាទីក៏មានអ្នកគ្នាហើយបន្ទាប់មកការធ្លាក់ចុះ power 3នេះវាតំធ្លាក់ដល់8លេខទេអ្នកគ្នាតោះមកមើលអ្នកគ្នាដោយសារទីផ្សារគឺ market structure វា yes អ្នកនេះមើលទៅ TP ខ្ញុំនៅ2លេខដល់2 receiver yes អូខេអញ្ចឹងនេះជាការបែកតេស្តរបស់ខ្ញុំហើយអ្នកនេះអាចសាកបែកតេស្តទៅលើទីផ្សារអញ្ចឹងបានដូចគ្នាអូខេវីដេអូរបស់ខ្ញុំគឺតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ